ចម្លែកអំពីការដាក់ឲ្យតកៅខ្មៅវាណាបាទនេះបងប្អូនឃើញទេបាទតកៅខ្មៅនៅក្នុងប្រភពច្រើនមែនតើបាទអញ្ចឹងយើងគាត់ដាក់ចូលទៅមកបាទចាត់មកបើវានឹងវាឡើងមកណាបាទតាមចូលនឹងហូតមកហើយវានឹងធ្លាក់ចូលក្នុងនេះបាទតកៅខ្មៅណាបាទនេះយើងដាក់ឲ្យត្រង់ទៅណាវាធ្លាក់ចូលក្នុងហើយអញ្ចឹងយើងអាចយកវាទៅធ្វើជាបារុយបាទឥឡូវគឺយើងកំពុងតែឲ្យវាធ្លាក់ចូលមកក្នុងសិនហើយព្រោះតែច្រើនមែនតើនេះបាទយើងដាក់ចូលមកវានឹងដើរឡើងតាមនឹងមកហើយបាទគេឡើងមកចឹងណាគឺតកៅខ្មៅវានឹងវាឡើងហើយកន្លែងវាត្រូវការកន្លែងស្ងួតហើយដើម្បីក្រាំងបាទឲ្យខ្លាយទៅជារុយណាបាទអញ្ចឹងទីសាស្ត្រងាយៗបាទបងប្អូនយើងចាប់ដាក់នៅក្នុងបទនេះមកបាទហើយយើងដាក់ទៅអញ្ចឹងណាបាទអញ្ចឹងងាយៗមែនតើហើយពេលដែលយើងប្រមូលបានច្រើនហើយបាទបងប្អូនអាចយកទៅដាក់ណាដល់កន្លែងស្ងួតហើយយើងយកទៅដាក់ក្នុងមុងបាទជាមុងយើងអ៊ុំចិត្តដាក់រុយណាពេលនេះពេលធ្លាក់មកធ្លាក់ចូលទៅក្នុងនេះណាបាទហើយគាត់ធ្លាក់ចូលណាបាទគុណច្រើនអញ្ចឹងបងប្អូនទាំងអស់គ្នាដែលចង់ដឹងអំពីការចិញ្ចឹមរុយ BFF បាទអាចឆាតសួរបានអរគុណច្រើន